ដែលជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធពេកចឹងទៅថាអត់ទៅណាទេនៅចាំគាល់ព្រះអង្គតើព្រះអង្គទ្រង់ស្ដេចយាងអំពីទេវលោកមកវិញនឹងក្នុងពេលណានឹងបានក្រាបទូលសួរដល់ព្រះអនុរុទ្ធព្រះអនុរុទ្ធនឹងក៏មានព្រះថេរដីកាថាកិច្ចការនេះគឺនៅលើព្រះមហាមោគលានដែលលោកជំនាញផ្នែកខាងរិទ្ធសូមនិមន្តលោកឲ្យទៅសួរដល់ព្រះសាស្តាទៅនឹងព្រះនរុត្តនឹងមានព្រះថេរដីកាអញ្ចឹងក្នុងអត្តកថាលោកបញ្ជាក់ថាក្នុងការដែលទៅសួរព្រះសម្មាសម្ពុទ្ធនឹងតលដល់ព្រះមហាមោគលានសាវកដតីនិមន្តទៅមិនបានថាទេទៅបានដែលលោកមានរិទ្ធមានឈានមានអភិញ្ញានឹងច្រើនអង្គណាស់ប៉ុន្តែសេចក្តីនេះដែលព្រះអនុរុទ្ធចង្អុលប្រាប់ពុទ្ធបរិស័ទនឹងឯងឲ្យទៅនិមន្តព្រះមហាមោគលានដើម្បីនិមន្តទៅស្ថានទេវលោកទូលសួរព្រះរាមាប្រភេអំពីដំណើរវិលត្រឡប់នោះគឺចង្អុលបង្ហាញទៅព្រះមោគលានដោយអាស្រ័យការជំនាញរបស់ព្រះមហាមោគលានហើយដោយអាស្រ័យអេតតកិរបស់ព្រះមហាមោគលានផ្នែកខាងរិទ្ធដូច្នេះព្រះអនុរុទ្ធនឹងគឺលោកស្គាល់ទូនាទីឬក៏ស្គាល់ការជំនាញឬស្គាល់សេចក្តីពិសេសនៃបុគ្គលពិតមែនតែលោកអាចទៅបានដែលព្រះអនុរុទ្ធលោកមានអភិញ្ញាលោកអាចទៅបានតែលោកសូមឲ្យពុទ្ធបរិស័ទនឹងទៅនិមន្តព្រះមហាមោគលាននឹងដែលយើងត្រូវដឹងអំពីធម៌របស់សប្បុរសនឹងដែលលោកអាចស្គាល់បុគ្គលស្គាល់បរិស័ទអីនឹងយ៉ាងណាហើយកិច្ចការងារដែលលោកធ្វើនឹងគឺថាត្រឹមត្រូវទាំងគោរពទូនាទីនៃបុគ្គលបញ្ញត្តិនឹងចឹងក្នុងកាលនោះកាលដែលពុទ្ធបរិស័ទនឹងបាននិមន្តហើយព្រះមហាមោគលានក៏បានមុជចុះក្នុងផែនដីដែលមហាជនទាំងឡាយបានឃើញទៅទៀតបានឃើញនឹងភ្នែកស្រស់ហ្នឹងបានឃើញព្រះមហាមោគលានមុជចូលក្នុងដីបាត់ហើយទៅដល់ភ្នំព្រះសម័យផុសពីក្រោមដល់ឋានតាវតឹងហើយក៏ទូលសួរព្រះរាមាវិភាអំពីដំណើរស្ដេចយាងត្រឡប់ទៅឋានមនុស្សព្រះអង្គក៏មានព្រះពុទ្ធដីកាថាចាប់អំពីថ្ងៃនេះទៅ3ខែទៀតហ្នឹងគឺត្រូវជាថ្ងៃ15កើតខែអាសត់15កើតខែអាសត់ហ្នឹងគឺជាថ្ងៃបវារណាចេញព្រះវស្សាទៀតហ្នឹង15កើតខែអាសត់ហ្នឹងស្ថាគតនឹងវិលត្រឡប់ទៅឋានមនុស្សលោកវិញហើយទ្រង់ស្ដេចយាងចុះជន់ព្រះបាទហ្នឹងនៅក្នុងដែនដីឈ្មោះសង្កសៈនឹងនៅពេលដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះអភិធម្មយ៉ាងណារាល់ថ្ងៃរាល់ពេលវេលាហ្នឹងបានជ្រាបដំណឹងមកមនុស្សលោកមកពុទ្ធបរិស័ទហ្នឹងដោយអាស្រ័យព្រះសិរីបុត្រទៀតដែលព្រះសិរីបុត្រនឹងបានស្ដាប់បានរៀននៅព្រះអភិធម្មដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងដល់ព្រះសិរីបុត្រព្រោះនៅពេលដែលព្រះអង្គសម្ដែងព្រះអភិធម្មនៅឋានតាវតឹងហ្នឹងដល់ពេលដែលព្រះអង្គទ្រង់ស្ដេចយាងបិណ្ឌបាតក៏និមិត្តព្រះសម្មាសម្ពុទ្ធមួយអង្គដែលជាពុទ្ធនិមិត្តហ្នឹងសម្ដែងព្រះធម៌បន្តអំពីព្រះអង្គទ្រង់ស្ដេចយាងបិណ្ឌបាតនៅឧត្តរករុទ្វីព្រះអង្គទ្រង់ឆាន់យ៉ាងហាន់រួចហើយសម្ដែងព្រះអភិធម្មដែលបានសម្ដែងនៅឋានតាវតឹងហើយហ្នឹងប្រាប់ដល់ព្រះសិរីបុត្រសម្ដែងព្រះអភិធម្មហ្នឹងបង្រៀនដល់សិស្សរបស់លោកតទៅទៀតនោះនឹងចឹងហើយបានព្រះសម្មាសម្ពុទ្ធទ្រង់ស្ដេចយាងទៅសម្ដែងនៅព្រះអភិធម្មឋានតាវតឹងបន្តអំពីព្រះពុទ្ធនិមិត្តទៀតផងនេះគឺជាពុទ្ធវិស័យមិនអាចបកលដតីណាដោយព្រះអង្គស្មើនឹងព្រះអង្គបានឡើយរយៈកាល3ខែណាទៀតក្នុងការដែលពុទ្ធបរិស័ទនៅលើផែនដីនឹងមាន
កំរះតគ្នាប្រមាណ12យោជន៍ហ្នឹងគឺបានចូលលៈអនាថបិណ្ឌគឺប្អូនអនាថបិណ្ឌកសិទ្ធិហ្នឹងទំនុកបំរុងទៅដោយបាយទឹកនំចំណីនឹង3ខែគត់គឺនៅលើប្អូនរបស់អនាថបិណ្ឌកសិទ្ធិក្នុងការទំនុកបំរុងហ្នឹងណាទៀតហ្នឹងគឺជាទានធំណាស់អស្ចារ្យទៀតហើយសត្វតែជាពុទ្ធបរិស័ទជ្រះថ្លាចំពោះបត្រៃរតន៍ហើយសម្បូរទៅដោយព្រះអរិយបុគ្គលទៀតចូលលក្ខណៈតបិនទំនុកបំរុងទៅដោយអាហារភោជន3ខែនឹងនៅពេលដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះអភិធម្មជាប់ក្នុងរវាង3ខែក្នុងពេលហ្នឹងក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងនៅផតតេករតសូត្រផតតេករតសូត្រនឹងដើម្បីជាគ្រឿងរំលឹកដាស់តឿនស្មារតីរបស់ទេវតាទាំងឡាយនឹងផងដែរទ្រង់ដល់ពេលវេលាដើម្បីចុះចាកអំពីទេវលោកមកពិភពមនុស្សនេះក្នុងកាលនោះស្ដេចយាងទ្រង់ប្រថាប់ឈរនៅលើចិន្តាកែវទាំងដែលសកទេវរាជបង្កប់ឲ្យវិស្វកម្មទេវបុត្រនិមិត្តនៅចិន្តាកែវផ្នែកខាងកណ្ដាលហើយមកខាងទៀតចិន្តាមាសមកខាងទៀតចិន្តាប្រាក់ព្រះរាមាភិក្ខទ្រង់ស្ដេចយាងចុះមកខាងមនុស្សតាមចិន្តាកែវមณีទៀតកែវហ្នឹងកែវមณีហើយមហាព្រំក៏បានកាន់នៅឆាប់បានថ្វាយព្រះរាមាភិក្ខចុះមកមហាព្រំនៅម្ខាងហើយចំណែកប្រអិនសកទេវរាជហ្នឹងកម្មបាតរបស់ព្រះរាមាភិក្ខម្ខាងទៅរួចទៅសុយាមទេវរាជសុយាមហ្នឹងគឺជាស្ដេចទេវតានៅឋានយាមាទៀតឋានយាមាហ្នឹងគឺលើតាវតឹងមួយជាន់ទៅតាវតឹងរួចយាមាជាន់ទី3ហ្នឹងឈ្មោះសុយាមទេវរាជស្ដេចទេវតាហ្នឹងបានកម្មនៅវាលវិជនីផលិតដែលជាទឹកបកស្វាយព្រះរាមាភិក្ខហើយបញ្ចសិក្ខៈកន្ធប់ទេវបុត្រទាំងបានដេញពិនរបស់គាត់នឹងពណ៌លឿងដូចភ្នៅទុំអញ្ចឹងហើយមានសម្លេងច្រើនមុខពិនជាទឹកណាទៀតហើយនឹងហែហោមទៅដោយទេវតាទាំងឡាយផ្សេងក្នុងការនោះឯងដែលពពួកជនទាំងឡាយបានឃើញព្រះរាមាភិក្ខតាំងតែពីចម្ងាយទៀតបានឃើញហ្នឹងមិនមែនឃើញទៅដោយភ្នែកធម្មតាទេព្រោះថាឆ្ងាយណាស់តាំងតែពីព្រះអង្គទ្រង់ស្ដេចយាងចុះមកផ្ដើមចុះមកហ្នឹងគឺព្រះអង្គទ្រង់អធិដ្ឋានហើយមហាជនទាំងឡាយនៅនឹងដីហ្នឹងបានឃើញព្រះអង្គហើយក៏បានឃើញតាមការអធិដ្ឋានរបស់ព្រះសប្បាយទេទៀតដែលបានឃើញអញ្ចឹងហ្នឹងហើយព្រះអង្គទ្រង់អធិដ្ឋានឲ្យមហាជនទាំងឡាយមនុស្សទាំងឡាយហ្នឹងឃើញឋាននរកទៀតឃើញព្រះរួចស្រាប់តែឃើញឋាននរកអង្គទៀតហើយថាស្លុតសង្វេគអស់យ៉ាងអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបអំពីមនុស្សលោកដែលមានការស្លុតសង្វេគពេកអញ្ចឹងទៅព្រះអង្គក៏ទ្រង់អធិដ្ឋានឲ្យពពួកមនុស្សទាំងឡាយឃើញទេវតាឃើញឋានទេវតាឃើញឋានសួគ៌ទៀតមនុស្សមានភ្នែកធម្មតាអត់មានជាទឹកជាអីបានឃើញឋានទេវតាក្នុងពេលហ្នឹងហើយនឹងចឹងណាទាំងនៅពេលដែលបានឃើញឋាននរកមនុស្សទាំងឡាយហ្នឹងអត់មានគិតថានឹងធ្វើបាបទេមនុស្សទាំងឡាយអត់មានគិតថាអញនឹងខឹងអញនឹងកាចអញនឹងចំណែននឹងគេអញនឹងចង់បានអីអត់ទេថាអូយមានលៀបណាស់អញមានលៀបណាស់ប្រសើរណាស់ដែលបានកើតជាមនុស្សដូច្នេះគួរអីដើម្បីអញទៅខឹងអញនឹងទៅក្រោតអញទៅវាយទៅកាប់ទៅចាក់ទៅឆ្លោះតោះតេងអីជាមួយនឹងអ្នកណាអញនឹងប្រាថ្នាចង់បានអីទៀតដែលបានមកជាមនុស្សនឹងហើយគួរឲ្យស្លុតខ្លាចភព3ដែលមាននរកមានអបាយភូមិនឹងត្រូវតែប្រព្រឹត្តព្រះមច្ចរិយធម៌ឲ្យរួចផុតចាកភព3អានឹងចឹងទាំងព្រោះមានតែសង្ឃឹមអីសំបីនៅជាមនុស្សហ្នឹងក៏មិនមែននៅរហូតនឹងនរករងចាំតែអញ្ចឹង
Đời cho này khom prăng và bật ra mà chạ dẹ thôi ai rùi phót ở bài dẹ phù ai rùi phót bị phục bấy tớ rùi phót chạ tốc nó đến nâng cả na quần cha bị chạ rồi na nữ sang về kẹ vật thọ ở bàn rưỡi tiền tớ prăng prang bằng pin cái đây là o hay sừng ruộng cắt bàn thoi nơi ca lộp lươn cắt bàn thoi nơi ca khăn cao chun cáo mà nuôi giới nó rùng luôn rồi bỏ đập vào sao cứ chỉ vật mà nuôi cầm nạt mà nuôi tiền rùng luôn tới ấy tới xoay rồi liệp vô từ ca rạ nâng anh sầm rạp chỉ vật mà nuôi nâng bia mình xóm tê tiền chỉ vật mà nuôi miên tầm lay na miên tầm lay smile nâng prem mày chạ được vậy thôi ấy rừng ấy vô chỉ vật mà nuôi nâng đặt tầm lay smile nâng trọc sầm bát liệp từ ca rạ không lộ về thao phê tiền liệp là ca rạ sự mặt trong lúc vô mà đặt smile nâng chỉ biết mà nuôi thao phê hai chỉ biết mà nuôi nâng chỉ biết mà nuôi nên miền côn tầm lấy smile nâng prem để trả để dạy thua smile nâng mẹ phá để ai tầm rạch bàn đòi mẹ phá không còn nào mà nuôi nát tiền ấy sắp để cao mau chiêm mà nuôi lịch thì cha là nam pi tầm lấy đi chỉ biết mà nuôi bay tới chỉ xoay rồi liệp xoay rồi vô và lom và năng kia cái đầu đường trọc sầm mặt sắp cướp bạc ca kêu cái đồng lô sầm mặt nia nâng dầm ná đầm bay ở tại ban hỡi miền ấy đến chả rọt ngay chả rọt ngay học tập năm hỡi miền toàn từ cướp ấy sầm mặt cái đồng lô nâng hỡi cờ slap chào tư xa ca cả mau mày chiết nâng đến miền ban bậc rực phải mày trả đi giờ thua chỉ ai đã ọt nó ban thay mình bị cha ra na nâng mình bị cha rồi ná sợ lạnh luôn anh tết bên là tục đại chỉ vật luôn anh chỉ mà nung nó ai thao chỉ mùi nâng sầm mặt khăn lộn chẳng tiền đời cho này không phải ban chép na tiền chỉ vật mà nung nâng thay na còn mơ còn rầm luông hua hạ mà nung nâng to là ban mẹ bạ trọc sầm mặt bên này ban xăm ban là muôn ban cướp ban kron ban ai ban chọn để cầm tục đại chỉ vật tây nâng rồi bọc khăn lộn chỉ vật mà nung miên tầm lay na tôi chia sầm bát nâng anh ban tịch ban tràn ấy nâng dằng na chỉ thăm ở đa đây phơi bon rồi cả phơi ẩm phơi cam để ban phơi máu ban để riêng sầm khăn ban ấy có ban tư ọt ấy có ọt tư tay chỉ vật mà nung ní cướp còn hai để ai ruột nơi ban cứ đô chỉ mùi nâng prem để chào để thua tiền cướp còn hai chỉ vật mà nung ní ọt chậm bài thà to từ miền ấy tiếp tơ việc pra sao tơ việc còn bài không cầm nát mà nung ọt đây cầm vô không chăm chỉ vật mà nung tiền để khăn lô ní nè để khăn lô kê son là mọt ra cao mau chi mà nốt miền ca bò để phục từ tu tiên chạy cục con ngăn pin mọt tam chấm năm để chóng hay năng visa ngăn chẳng tới sầm ran lụa xuôi tới hay miền cắt để vô đòi bò ra va để vô đòi Israel vô còn năng tới cứ cục con ấy chỉ biết mà nó sập tới chặt hay để năng khăn lô năng kia ao chấm lại chỉ biết mà nốt nơi trăng cái lại năng chẳng bàn tay khó tê tiền tam bịch mà nuôi cầm ro bàn học na đường ấy để dân từ bắt đầu chỉ mui nâng từ bạch cái đồng lô thấy sập chào từ tại đây trắng nằng hai cái ọt miên sần son nó tiền ca sần son trong sần đám mình men sần son trọc sần bát ba này nè mình men sần son liệp vô sờ cà rạ ba này nè trong sần đám nó cứ sần son nơi ốp đi say ông phơi cam để bàn phơi ba rầm mấy ốp ba rầm mấy nâng chân bàn thà sự cái đây ní cả nam con mình chắc ai tầm bay nâng chẹp chẹp ba hàng pi tầm lay đây chỉ vật mà nô hay đại pre sama sam cốt và ông trong bằng hai mà nô phải khơi than là rồi ấy chân cứ thà chỉ ca cha nó tiền đây mà nô nâng ai miền ca sắp sang về hay vi cha được ba bậc cam sắp kêu bậc ca không đặt nhà thà nâng phơi bon cười sao không prang prai bằng pin thì đây là giang ruột ron giang rò ha rò hon á tiền giang rò ha rò hon pro khai nè rồi nằng ấy nằng nơi trong pe nung mà hai chân đừng lai nực cực than đừng khap phai bằng cung pre hỏi ban nhọc để ban môn kế còn té nè để ban phai bằng cung pre sama sam put môn kế bằng óc cứ pre sợi bọt tiền nâng môn kế bằng óc cứ pre sợi bọt để ban khap phai bằng cung môn kế rồi tới pre là miền phía và ông trung tra su nơi bánh hà từ tam vị say này bọc cửa đầm bay oi mà ha chuôn đừng lái ban đăng ngầm pí nụ hiệp này bánh nhà rồi bỏ presere bọt cứ su bánh ha chấm pua và thôi chuôn đừng lái
លោកយៈជននឹងក៏បានឆ្លើយក៏បានចេះដឹងយល់ចូលចិត្តអញ្ចឹងទៅដល់តែព្រះអង្គទ្រង់ត្រាស់សួរអំពីរឿងសោតាបត្តមៈបថុជនទាំងអស់នៅស្ងៀមមិនអាចឆ្លើយរួចឡើយមានតែសោតាបណ្ឌវគលហ្នឹងលោកអាចឆ្លើយរួចបានហើយដល់ព្រះអង្គទ្រង់ត្រាស់សួរអំពីរឿងសក្កតាគេមីមៈសោតាបណ្ឌវគលនៅស្ងៀមអស់មានតែសក្កតាគេមីបកលទេដែលឆ្លើយរួចទៅបានហើយបន្តទៅព្រះអង្គទ្រង់ត្រាស់សួរអំពីរឿងអរហត្តមៈព្រះសក្កតាគេមីបកលនៅស្ងៀមអស់ហ្នឹងអញ្ចឹងព្រះអនាគាមីបកលលោកឆ្លើយទៅបានហើយនៅពេលដែលព្រះអង្គទ្រង់ត្រាស់សួរអំពីអរហត្តមៈព្រះអនាគាមីបកលក៏នៅស្ងៀមអស់ទៅនឹងមានតែព្រះអរហន្តទេដែលលោកឆ្លើយបានហើយនៅពេលព្រះអង្គទ្រង់ត្រាស់សួរនៅឈានវិស័យនៅក្នុងពេលហ្នឹងភិក្ខុដទៃនៅស្ងៀមអស់តែមានតែព្រះមហាមុគលានទេដែលលោកឆ្លើយរួចបាននៅក្នុងរឿងឈានរបស់លោកហើយនៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សួរនៅវិស័យនៃព្រះសិរីបុត្រទោះបីព្រះមហាមុគលានក៏ឆ្លើយអត់រួចដែរព្រះសិរីបុត្រឆ្លើយរួចបានហើយទីបំផុតព្រះអង្គទ្រង់ត្រាស់សួរនៅធម៌ដែលជាវិស័យនៃព្រះសម្មាសម្ពុទ្ធព្រះសិរីបុត្រគិតអត់ឃើញទេព្រះសិរីបុត្រគិតអត់ឃើញលោកក៏បែរមើលទិសតូចទិសធំទៅបែរមើលជុំវិញហ្នឹងលោកនឹកទៅអត់ដឹងថាម៉េចឆ្លើយអត់រួចដល់ឆ្លើយអត់រួចអញ្ចឹងលោកមើលទៅទិសខាងកើតទិសខាងត្បូងទិសខាងលិចទិសខាងជើងលោកមើលជុំវិញលោកហ្នឹងនៅក្នុងពេលហ្នឹងព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបហ្នឹងហើយដើម្បីកុំឲ្យព្រះសិរីបុត្រនឹងមានការលំបាកនឹងត្រេះរិះគិតព្រះអង្គក៏ទ្រង់ប្រទាននៅន័យថាមនីសិរីបុត្រអ្នកជ្រាបអំពីការកើតឡើងនៅកាយដែរទេនឹងក្នុងពេលហ្នឹងគ្រាន់តែព្រះអង្គប្រទានន័យប៉ុណ្ណឹងព្រះសិរីបុត្រក៏បានខ្ញុំព្រះអង្គជ្រាបហើយខ្ញុំព្រះអង្គដឹងហើយបានជ្រាបនៅន័យដ៏ច្រើនពាន់ទៀតហើយក៏បានឆ្លើយបញ្ហាព្រះរាមានុភាដែលជាវិស័យនៃព្រះសម្មាសម្ពុទ្ធគឺព្រះសិរីបុត្រឆ្លើយរួចបានទៀតដោយគ្រាន់តែព្រះសម្មាសម្ពុទ្ធប្រទានន័យសេចក្តីហ្នឹងដែលមហាជនទាំងឡាយនឹងឯងពោលសរសើរអស្ចារ្យណាស់ព្រះសិរីបុត្រនេះឯងអាចឆ្លើយតបបញ្ហាដែលជាវិស័យនៃព្រះសម្មាសម្ពុទ្ធបានប៉ុន្តែតលតែព្រះអង្គប្រទានន័យណាទៀតហើយបញ្ហាសួរឆ្លើយអីហ្នឹងខ្ញុំកណាសម្បត្តិក៏ធ្លាប់សម្ដែងចាំមានឱកាសខ្ញុំកណាសម្បត្តិនឹងមានការសម្ដែងបកស្រាយតទៅទៀតនេះគឺជាហេតុប្រការទី1ដែលនិយាយពីឧបតិនៃរឿងរ៉ាវណាទៀតរឿងរ៉ាវដែលថាព្រះសិរីបុត្រនេះឯងអាចជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងមានបញ្ញាដោយអាស្រ័យការប្ររពទៅលើរឿងរ៉ាវទាំងអស់ក្នុងជីវិតបច្ចុប្បន្នរបស់លោកនឹងហើយចំពោះរឿងរ៉ាវទាំងឡាយផ្សេងរបស់ព្រះមហាមុគលានក៏មានរបស់ព្រះមហាកាសបៈអីហ្នឹងក៏មានអញ្ចឹងណាទៀតហើយឯចំណែកឧបនិស្ស័យដែលលោកតាំងចិត្តប្រាថ្នាអំពីមុននឹងមកក៏មានព្រះសិរីបុត្របានបួសជាប់តគ្នា500ជាតិទៀតជាតាបោះបួសជាតាបោះបួសជាអេសីណាទៀតហើយមានសេចក្តីប្រាថ្នាដើម្បីឲ្យជាកម្ពូលលើសវិខទាំងឡាយផ្នែកខាងមានបញ្ញាអំពីព្រះសម្មាសម្ពុទ្ធមុនណាតាំងអំពីព្រះសម្មាសម្ពុទ្ធអនោមតេសីណាទៀតនឹងមួយអសង្ខ័យហើយខែមួយសែនខែដីនឹងម្លេះនឹងឧបនិស្ស័យក្នុងកាលមុនហ្នឹងមានអញ្ចឹងហើយក៏ធ្លាប់មានការអប់រំនៅបញ្ញាឆ្លាតនៅក្នុងរឿងបញ្ញាដោយប្រការផ្សេងលើសពួកតាបោះទាំងឡាយដែលជាកូនសិស្សដែលជាអន្តេវាសិករបស់លោកនឹងហើយមានរឿងរ៉ាវមានជាដកទាំងឡាយផ្សេងដែលជាឧបនិស្ស័យនៃបញ្ញារបស់លោកអំពីជាតិមុននិងឧបនិស្ស័យនៃសេចក្តីប្រាថ្នារបស់លោកហើយដោយសេចក្តីជំនាញណាទៀតដោយសេចក្តីជំនាញដោយហេតុប្រការទី3នោះគឺព្រះសិរីបុត្រនឹងក្នុងការសម្ដែងធัวកណ្ដាលបរិស័ទនឹងលោកសម្ដែងល្អណាស់
hơi không thô a để lúc sầm đây nâng chọc tiệ tôm nâng ở đây sạch chặt thô sầm đây nâng ở đây sạch chặt thô cứ lõ nè chùm niên nè lực lên từ pre đầm miên và phía chân cứ pre từ đây bắt nâng cầm pol tiền này không ca sầm đây nhận pi ở đây sạch chặt thô cứ pre từ đây bắt nâng cầm pol nè nâng này khang chùm niên như là bò pre từ đây bắt hơi này khang côn vì sen cứ tha lực lên từ pre đầm miên và phía chân nâng từ mà đòn nâng nòng riêng bành nhá cứ tháp rết rồi bật nâng cầm pù lớp vì khẩu chẳng lái đòi côn vì xe nơi nòng riêng bành nhá nâng từ nào tiền hay trong pù pre mà một cái liến coi chẳng đòi hai buôn và cả đài đầm bay ban chị ấy tạ thực kiện đòi ca sát tháp na này pre mà xong put cầm pù lớp vì khẩu chẳng lái này khang miền rết này khang miền rết chuyên đó tiếng này khang miền rết miền chuyên sầm rạch bàn nâng cứ tha lơ vì khẩu đằng lại dân đôi chỉ riêng ra rồi bó lô nông ca bàn sầm đầy như rất chanh non tô và non tiện nịa kì ấy chỉ đào nắng nực nông thô về hông hay trong cả năng trong ba sọp sầm đầy chỉ chào năm môn hay nó có sầm đầy hơi non tô và non tiện nịa kì năng lại đây prema một cái liên từ chanh bàn lương ra nâng chẳng hay đòi ốp bạn say pi môn rồi con pre mà một cái liền nâng có sẽ điên kia nâng pre sẽ đầy bọt sẽ điên kia pro lốc chia kia sao việc chuyên tiền nâng chẳng hay đòi ca chùm niên như là con pre mà một cái liền nâng chùm niên đòi rất nó lúc ni môn từ than rồi ruột bát nó tiền ni mít chụp ca chụp phân con rồi tay cung lên từ bọ ca chụp sầm đây thua trong than rồi ruột thưa ỏi phơn rồi ruột rồi luôn nhang phép từ chuyện đòi phụ nở ruộng không phê nâng miền của sao bị bạ cả là đòi chặt hậu về nhiên là của sao bị bạ đòi sau ta về nhiên là của sao bị bạ nó tiến nâng đòi ca chùm niên như đó bò bây mà màu cái liên để phơn nở ruộng đây vào phần na tại thả lộc ai cầm bay phơ ở ngọc tự ban đòi rất nó đây lộc này muốn tự tham tề và đa nhật nhọm nè xuồng pi kẹt tệ cứ đồng nào để ban vào cao chỉ tê và đa nâng hay xua nó mình men tập lúc mình đăng thế để prema một cái liên xua nâng tài xua nâng xua đầm bay oi tê và đa nâng anh miền smart ở đây còn một world để sửa bay đi đi nông cam một cún oi đăng thả ca để cao ngôi chỉ tê và đa cao để xa bon ấy hay bảo bon nâng về ở tới nơi chỉ tê và đa tiết đá thả ở tê bởi chân công phẩm mát công thuê và hết đó rồi xong thì đây là o bằng pin bon và sao to từ tiết để prema một liên xua nó xua đầm ấy đa tương mà đây này tê và đa prosray chẳng lại nâng nâng đòi cá ấy đòi cá chùm niên này đòi côn vị sấy lợt lên để pre đầm miên và phía chánh lợt lên để pre đầm miên phía chánh pre mà một cái liên nâng cứ ọt miên ở na mà đây phần này kham để lột miên rất miên triển nâng chẳng ấy đôi chia prema kasapa con chẳng đại tiền đòi miên hai buôn và cả đầm vây chia cầm pul lợt vị khẩu chẳng lai đòi cá truột truông nư thụ tăng kia côn thụ đóng á tiền này đằng ca sầm đây những pi rương thụ đóng nâng rương ra rồi bỏ lông và cả na côn cha chẹp rạp hai nhầm cả na các ban sầm đây dù hai đây ông pi ca để pro ông truông đại hiếm từ tua nơi prema kasapa tiền nè bạch bạch miền nục áประมาณ đây bay kia vót đập pi kilo đại hiếm từ tua nó tiền hay ban truôngประเตียนជាភិក្ខុដោយអវាទ3ប្រការហើយមិនត្រឹមតែប៉ុណ្ណឹងទេព្រះអង្គទ្រង់ដូរផ្លាស់ចីវររបស់ព្រះអង្គផ្ទាល់ហ្នឹងឲ្យដល់ព្រះមហាកស្សបៈទៀតផងហ្នឹងរឿងរ៉ាវដែលអស្ចារ្យដែលអាចដើម្បីថាលោកនឹងឯងកម្ពុជាលើវិខទាំងឡាយផ្នែកខាងធុដំរឿងរ៉ាវនឹងចឹងហើយក្នុងការដែលឧបនិស្ស័យរបស់លោកអំពីកាលមុនហ្នឹងក៏មានយ៉ាងណាខ្ញុំកណាខ្ញុំបាទនឹងសម្ដែងរៀបរាប់តទៅនៅពេលដែលចំអំពីឯកតកៈរបស់លោកប្រវត្តិរឿងរ៉ាវរបស់លោកខ្លះថែមតទៅទៀតនឹងចឹងហើយចំពោះការជំនាញរបស់ព្រះមហាកស្សបៈគឺជំនាញក្នុងការសម្ដែងព្រះធម៌គឺការដែលសម្ដែងព្រះធម៌របស់ព្រះមហាកស្សបៈមិនដែលផុតឆ្ងាយអំពីកថាវត្ថុ10ទេមានតែក្តីសន្តោស
មានការប្រាថ្នាតិចអីជាដើមហ្នឹងមិនផុតពីហ្នឹងឯងព្រះមហាកសបៈសម្ដែងព្រះធម៌ហ្នឹងលោកជំនាញរឿងហ្នឹងអញ្ចឹងហើយគុណពិសេសរបស់លោកគឺថាវាតែព្រះសម្មាសម្ពុទ្ធចេញអត់មាននរាស្មើព្រះមហាកសបៈផ្នែកខាងត្រួតត្រងនៅធុដងកិគុណទេនឹងអញ្ចឹងដោយហេតុសពគ្រប់ប្រការទាំង4យ៉ាងហ្នឹងឥឡូវបន្តទៅខ្ញុំកណ្ដាលខ្ញុំបាននឹងរៀបរាប់ប្រវត្តិរបស់ព្រះមហាអញ្ញាកណ្ដញ្ញៈទៀតក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធណាមុនគឺព្រះសម្មាសម្ពុទ្ធបទុមុត្តរៈក្នុងសាសនានឹងឯងដែលព្រះថេរៈអញ្ញាកណ្ដញ្ញៈនឹងបានកើតនៅក្នុងតកូលសិទ្ធិមហាសាលទៀតមានទ្រព្យសម្បត្តិច្រើនណាស់នឹងនៅក្នុងនគរហង្សបុរីណាហង្សបុរីហង្សវតីនឹងគឺថាជានគរធំមួយនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធបទុមុត្តរៈហើយព្រះសម្មាសម្ពុទ្ធបទុមុត្តរៈនឹងរាប់ត្រឡប់អំពីផតកັບនឹងទៅក្រោយ100,000 គាត់ទៀត100,000មហាកັបគឺ100,000 ផែនដីណាទៀត100,000 ផែនដីមុនផែនដីហ្នឹងក្នុងកាលហ្នឹងគឺព្រះសម្មាសម្ពុទ្ធបទុមុត្តរៈហ្នឹងដែលមានប្រជជន100,000 ឆ្នាំណាទៀតប្រជជនច្រើនណាស់អាយុមនុស្សកាលហ្នឹង100,000 ឆ្នាំទៀតក្នុងរវាងមនុស្សអាយុហ្នឹងគឺថាគឺព្រះសម្មាសម្ពុទ្ធត្រាស់ដឹងតែហួសពី100,000នឹងច្រើនទៅមនុស្សមានសេចក្តីប្រមាទគឺច្រើនណាស់ដោយសេចក្តីប្រមាទអញ្ចឹងព្រោះវាក្រស្លាប់ព្រះសម្មាសម្ពុទ្ធមិនត្រាស់ទេហើយប្រកាសណាគុណចាស់ញាតិញោមបងប្អូនជ្រាបថាព្រះសម្មាសម្ពុទ្ធបទុមុត្តរៈនឹងបានជាមានព្រះនាមអញ្ចឹងមកពីអីបទុមុត្តរៈនឹងគឺមកពីបទុមៈប្រែមកថាផ្កាឈូកហើយនឹងឧត្តរៈទៀតនឹងគឺថាដោយអំណាចការដែលព្រះសម្មាសម្ពុទ្ធបទុមុត្តរៈនឹងព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកហើយទ្រង់ក្រោកឡើងយាងទៅដើម្បីសម្ដែងនៅប្រធមប្រស័ទលោកនឹងក្នុងជំហានដំណើររបស់ព្រះសម្មាសម្ពុទ្ធណាទៀតដែលឈានដើម្បីជន់លើផែនប្រតពីជំហានមុនដំបូងក្នុងដំណើរដែលព្រះអង្គទ្រង់ស្ដេចយាងទៅក្នុងលោកដើម្បីប្រោសសត្វហ្នឹងផ្កាឈូកផុសឡើងទ្រព្រះបាទានៃព្រះសម្មាសម្ពុទ្ធទាំងការឈូកមកធម្មការឈូកហ្នឹងគ្រាន់តែត្របកការឈូកហ្នឹងប្រវែង90 ហត្ថទៀតត្របកការឈូកក្រហមហ្នឹងណា90 ហត្ថហើយប្រវែងកេសរការឈូកកេសរខាងក្នុងការឈូកកេសរខាងក្នុងត្បកការឈូកហ្នឹងប្រវែង30 ហត្ថហើយយើងគិតមើលមួយហត្ថគិតថាកន្លះម៉ែត្រទេចុះនឹងអញ្ចឹងហើយរង្វង់ភួងនៃកេសរហ្នឹងណារង្វង់ភួងនៃកេសរហ្នឹង12 ហត្ថទៀត12 ហត្ថហើយទីកន្លែងដែលបដិស្ថានប្របាទនៃព្រះសម្មាសម្ពុទ្ធនឹងឯង11 ហត្ថនឹងចឹងនៅក្នុងពេលដែលព្រះអង្គទ្រង់យាងទៅជន់ប្របាទលើការឈូកនឹងគ្រាន់តែកេសររបស់ការឈូកវាហុយឡើងដោយប្របាទតែជន់ទៅលើពុបកេសរការឈូកហុយសពងស្រោចស្រពព្រះកាយនៃព្រះសម្មាសម្ពុទ្ធកេសរការឈូកដែលហុយឡើងលើស្រោចស្រពព្រះកាយនៃព្រះអង្គនឹងប្រមាណ1 នាលទៀតគ្រាន់តែគិតលំអងកេសរការឈូកស្រោចស្រពព្រះកាយព្រះអង្គហ្នឹងហើយជំហានទី2របស់ព្រះអង្គឈានទៅទៀតផ្កាឈូកទី1ហ្នឹងមិនតាន់បាត់ឯណានៅទ្រប្របាទរបស់ព្រះអង្គណាទៀតហ្នឹងនៅទ្រប្របាទស្ដាំរបស់ព្រះអង្គមុនហ្នឹងប្របាទឆ្វេងជន់ពុបមួយទៀតទៅផ្កាឈូកមួយទៀតដូចគ្នាអញ្ចឹងផុសឡើងទទួលប្របាទមួយទៀតហ្នឹងអញ្ចឹងរួចនៅពេលដែលព្រះអង្គយាងប្របាទទៅដោយជំហានមួយទៀតទៀតបានការឈូកមុននោះត្រូវវិនិច្ឆ័យបាត់ឈឹងអស់រលីងទៅហើយបានការឈូកមួយទៀតផុសឡើងទទួលជំហានព្រះអង្គមួយទៀតគឺមានការឈូកប្រកាសឡើងពីតាមជំហានរបស់ព្រះអង្គនឹងអញ្ចឹងហើយការឈូកដែលព្រះអង្គដកជំហានផុតហើយក៏វិនិច្ឆ័យបាត់ទៅហើយរស្មីរបស់ព្រះសម្មាសម្ពុទ្ធ
បតុមុត្តរៈ12យោជន៍ផ្សាយដោយជុំវិញទៀតហើយឆ្លោះចាំងជាមួយនឹងលំអិតកេសរនៃផ្កាឈូកថាដូចជាគេសាចទឹកមាសអោភះឡើងនៅក្នុងពេលហ្នឹងក្នុងដំណើរនៃព្រះសម្មាសម្ពុទ្ធបតុមុត្តរៈអញ្ចឹងទៅព្រះអង្គទ្រង់ប្រនាមថាបតុមុត្តរៈនឹងឯងដោយសេចក្តីថាក្នុងការដែលមានផ្កាឈូកផុសឡើងទ្រព្រះបាទទានៃព្រះដ៏មានព្រះភានឹងស្ដេចយាងចូលទៅកាន់ហង្សវតីក្នុងការនោះព្រះពុទ្ធបិតាក៏បានទ្រង់ស្ដេចយាងមកទទួលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ញ៉ាំងអរិយមគ្គអរិយផលដល់មហាជនច្រើនណាស់ក្នុងដំណើររបស់ព្រះអង្គមានភិក្ខុសង្ឃជាបរិវារ100,000 អង្គទៀត